សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Cooking with My Mom រដូវកាលធ្លាក់ខ្យល់មកដល់ហើយបងប្អូនទាំងអស់គ្នាគឺថាម្នាក់ហ្នឹងគឺតឹងចំអស់ហៀសបោកដាសាយគ្រប់គ្នាតែម្ដងថ្ងៃនេះ admin មានរូបមន្តចែកជូនបងប្អូនទាំងអស់គ្នាអំពីភេសជ្ជៈមួយមុខដែលជួយកាត់បន្ថយការៈផ្ដាសាយហើយជួយពើសុខភាពទៀតផងជាពិសេសគឺថាក្មេងៗគឺគាត់ចូលចិត្តមែនតើបងប្អូនគឺសេរីចំហុយជាមួយនឹងក្របគូជីបងប្អូនទាំងអស់គ្នាគឺថាបានផលពិតតែម្ដងកាត់បន្ថយការៈផ្ដាសាយហើយល្អសម្រាប់សុខភាពទៀតផងហើយបើសិនជាបងប្អូនត្រូវការយកអ៊ូសុខភាពកុំភ្លេចកំងពិភេករបស់នាងខ្ញុំណាមានពីររសជាតិដើមនិងរសជាតិផ្អែមឡំ10ប្រអប់តែ25,000រៀលទេបងប្អូនធានាថាมันមានដាក់សារធាតុរក្សាទុកបានយូរឬក៏បន្ថែមស្ករអីទេបងប្អូនទាំងអស់គ្នាអាចកំងពីខាងយើងខ្ញុំបានណាឥឡូវនេះយើងចូលមកដល់គ្រឿងផ្សំរបស់យើងពីភេសជ្ជៈសុខភាពវិញម្ដងគឺនាងខ្ញុំមានផ្លែសេរីចំនួន2ផ្លែមានគ្រាប់គូជីបន្តិចជាមួយនឹងស្ករហើយជាមួយនឹងទឹកហើយមានចានសម្រាប់ដាក់ត្រនៅពេលចំហុយបងប្អូនផ្លែសេរីយើងលាងទឹកវាឲ្យស្អាតយកអំបិលលាងសំបកវាស្អាតហើយបងប្អូនខ្វៀលក្របខាងក្នុងបែបនេះយើងចិត្តខាងមុខវាបន្តិចអញ្ចឹងទៅបងប្អូនខ្វៀលក្របចេញដូចក្នុងវីដេអូនេះអញ្ចឹងបងប្អូនយើងខ្វៀលវាចេញឲ្យអស់ហើយយើងដាក់ក្របគូជីដាក់ជាមួយនឹងស្ករបន្តិចណាបងប្អូនជាមួយនឹងទឹកបន្តិចទៅបើសិនជាបងប្អូនចង់ញ៉ាំផ្អែមទេមិនបាច់ដាក់ស្ករក៏បានដែរដាក់តែក្របគូជីហើយជាមួយនឹងទឹកអញ្ចឹងណាបងប្អូននឹងខ្ញុំប្រើស្លឹកតើយពី3ស្លឹកដែរដើម្បីវាមានក្លិនឈ្ងុយអញ្ចឹងណាបងប្អូនដាក់ឡើងសឹងហើយដាំទឹកឲ្យពុះជាមុនសិនបន្ទាប់មកយើងយកមកចំហុយរយៈពេល20នាទីទៅ40នាទីបងប្អូនយើងដាក់ស្លឹកតើយដើម្បីមានក្លិនឈ្ងុយអញ្ចឹងមកបងប្អូនដាក់ចំហុយណាបងប្អូនគឺថាផ្ដាសាយក្អកគឺធានាថាស្វាងមែនតែម្ដងហើយល្អសម្រាប់សុខភាពទៀតផងអាចថាជារូបមន្តពិសេសជួយថែរក្សាសម្រស់ឲ្យបើសុខភាពបងប្អូនហើយចំពោះក្មេងៗគឺថាល្អមែនតែនងាយស្រួលញ៉ាំហើយរសជាតិក៏ឈ្ងុយឆ្ងាញ់ផងដែរឥឡូវនេះរយៈពេល40នាទីកន្លងផុតទៅហើយបងប្អូនអាចញ៉ាំតែទឹកវាក៏បានញ៉ាំទាំងសាច់រតែឆ្ងាញ់បងប្អូនអរគ្នាចំពោះក្របគូជីហ្នឹងបងប្អូនអត់ចង់ញ៉ាំទេក៏អាចដួសវាចេញអញ្ចឹងទៅយើងហត់ទឹកក្តៅអញ្ចឹងណាបងប្អូនបន្ទាប់មកយើងញ៉ាំសាច់វាគឺធានាថារសជាតិឆ្ងាញ់ហើយធ្វើឲ្យបងប្អូនត្រជាក់ក្នុងហើយបើសិនជាញ៉ាំក្តៅបែបនេះគឺថាល្អមែនតើadmin សាកល្បងរួចហើយបងប្អូនអាចសាកល្បងបានណាគឺថាពិសេសមែនតែម្ដងបងប្អូនរូបមន្តមកពីប្រទេសចិនគឺត្រូវក្នុងរដូវកាលធ្លាក់ខ្យល់រំហាយបែបនេះតែម្ដងកុំភ្លេចសាកល្បងធ្វើញ៉ាំណាហើយបើសិនជាបងប្អូនត្រូវការយកអ៊ូកុំភ្លេចកំងពី page របស់នាងខ្ញុំ Cooking with My Mom 10ប្រអប់តែ25,000នេះណាបងប្អូនទាំងអស់គ្នាអរគុណ